សួស្តីអ្នកទាំងអស់គ្នានៅសប្តាហ៍នេះខ្ញុំសូមលើកយកសៀវភៅមួយក្បាលមកធ្វើការអត្ថាធិប្បាយជូនអ្នកទាំងអស់គ្នាដែលមានចំណងជើងថា The Toyota Way ដែលមានសរសេរចំណងជើងតូចៗនៅខាងក្រោមថាគោលការណ៍គ្រប់គ្រងទាំង14របស់ក្រុមហ៊ុន Toyota ដែលជាសៀវភៅមួយក្បាលបកស្រាយពីគំរូក្នុងការគ្រប់គ្រងការផលិតរបស់ក្រុមហ៊ុនផលិតយានយន្តដ៏ល្បីរបស់ជប៉ុនគឺក្រុមហ៊ុន Toyota Motor Corporation គឺជាក្រុមហ៊ុនផលិតយានយន្តដ៏ល្បីល្បាញមួយក្នុងពិភពលោកដែលបង្កើតឡើងដោយលោក Kiichiro Toyota កាលពីឆ្នាំ1937ដែលមានទីស្នាក់ការនៅក្នុងទីក្រុង Toyota ក្នុងតំបន់ Aichi ប្រទេសជប៉ុននៅឆ្នាំ2018ក្នុងតារាងកំពូលក្រុមហ៊ុនទាំង500នៅលើលោក Toyota ឈរនៅលេខរៀងទី6ហើយបាននិយាយពីការផលិតរថយន្តប្រើប្រាស់ទូទៅវិញ Toyota ជាប់ចំណាត់ថ្នាក់លេខ1យើងមិនអាចបដិសេធបានទេពីទឹកដៃក្នុងការផលិតរថយន្តរបស់ក្រុមហ៊ុនជប៉ុនមួយនេះក្រៅពីការផលិតរថយន្តបានយ៉ាងល្អនិងធន់ជាងគេនៅលើលោកនៅមានរបស់មួយទៀតដែលធ្វើឲ្យគ្រប់គ្នាទទួលស្គាល់ក្រុមហ៊ុននេះគឺរបៀបក្នុងការគ្រប់គ្រងការផលិតដ៏ល្អឯកដែលគេឲ្យឈ្មោះថា The Toyota Way កាលពីទសវត្សរ៍ឆ្នាំ80មកម្លេះក្បួននេះត្រូវបានគេទទួលស្គាល់ថាជាវិធីគ្រប់គ្រងដ៏ជោគជ័យមួយរបស់ជប៉ុនដែលត្រូវបានក្រុមហ៊ុនធំៗជាច្រើនធ្វើការអនុវត្តតាមហេតុអ្វីបានជាក្រុមហ៊ុនធំទាំងនោះសុខចិត្តប្រើប្រាស់វិធីក្នុងការគ្រប់គ្រងរបស់ Toyota ដោយមិនចាំបាច់តាក់តែងវិធីក្នុងការគ្រប់គ្រងផ្ទាល់ខ្លួនមួយខ្លួនឯងបែបនេះពិតណាស់ព្រោះនេះគឺជាវិធីក្នុងការគ្រប់គ្រងដ៏មានប្រសិទ្ធភាពជាងគេមួយដែលគេធ្លាប់បានអនុវត្តជាក់ស្ដែងដូចជាក្រុមហ៊ុនធំមួយរបស់អាមេរិកដែលបានធ្វើការគ្រប់គ្រងរោងចក្រផលិតរបស់ខ្លួនបានយ៉ាងគ្រប់ជ្រុងជ្រោយតែក្រោយមកបានដាក់បញ្ចូលក្បួនគ្រប់គ្រងរបស់ Toyota នេះហើយស្រាប់តែប្រសិទ្ធភាពការងារកើនឡើងរហូតដល់ 83% រយៈពេលធ្វើការថែមម៉ោងថយចុះរហូតអស់ពាក់កណ្ដាលហើយអត្រាស្តុកទុកផលិតផលសម្រេចកាត់បន្ថយបានរហូតដល់ 91% ក្រុមហ៊ុនដែលចង់រៀនក្បួនពី Toyota មានច្រើនណាស់តែអ្នកដែលអាចអនុវត្តបានជោគជ័យមានមិនច្រើនទេគេបានបង្កើតនៅក្បួនច្បាប់ជាច្រើនដូចជាលំហូរផលិតផលតែមួយ One Piece Flow ការបង្កើតកុងតាក់ភ្លើង Endon Light System ជាដើមច្បាប់ទាំងអស់នេះអ្នកទាំងអស់គ្នាប្រហែលជាមិនធ្លាប់បានឮទេពីមុនមកតែកុំបារម្ភខ្ញុំនឹងលើកយកមកធ្វើការអត្ថាធិប្បាយជូនម្ដងមួយវិធីទាំងអស់នេះមិនពិបាកយល់ទេចុះហេតុអ្វីបានជាក្រុមហ៊ុនខ្លះយកទៅហើយបែរជាអនុវត្តមិនបានជោគជ័យនេះគឺដោយសារតែគេចម្លងយកទៅទាំងស្រុងដោយមិនមានការកែច្នៃឲ្យត្រូវទៅនឹងស្ថានភាពនិងសង្វាក់ផលិតកម្មរបស់ខ្លួនទេហើយការដែលចម្លងយកទៅទាំងដុលបែបនេះមិនត្រឹមតែមិនអាចបង្កើនប្រសិទ្ធភាពការងារប៉ុណ្ណោះទេថែមទាំងធ្វើឲ្យសង្វាក់ផលិតកម្មខ្លួនឯងរញ៉េរញ៉ៃនិងគ្រោះថ្នាក់ទៀតផងតាមពិតទៅនៅក្នុងក្បួន Toyota មានសសរស្តម្ភ2ទី1គឺរបៀបក្នុងការផលិតដ៏ល្អឯកមួយនិងទី2គឺជាវប្បធម៌ក្រុមហ៊ុនដែលទ្រទ្រង់ដល់ការអនុវត្តការងារបែបនេះហេតុអ្វីបានជាគេថាក្បួនរបស់ Toyota ស្រួលរៀនតែពិបាកធ្វើនេះដោយសារតែ Toyota ខ្លួនឯងជាអង្គភាពមួយដែលចូលចិត្តរៀនសូត្រស្រាប់ដូច្នេះទាល់តែស្ថាប័នរបស់អ្នកសាបព្រោះវប្បធម៌បែបនេះទៅកាន់ក្រុមការងារទើបអាចអនុវត្តក្បួន Toyota បានជោគជ័យអ្នកនិពន្ធសៀវភៅនេះមានឈ្មោះថា Jeffrey Liker ដែលជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Michigan និងបានធ្វើការស្រាវជ្រាវយ៉ាងស៊ីជម្រៅទៅលើក្បួនរបស់ក្រុមហ៊ុន Toyota អស់រយៈពេលជាង20ឆ្នាំមកហើយគាត់បានចូលទៅគៀកក្រុមហ៊ុន Toyota បំផុតនិងបានជួបសម្ភាសជាមួយនឹងថ្នាក់ដឹកនាំក្រុមហ៊ុន Toyota ជាច្រើនរូបជាអ្នកជំនាញមួយរូបដែលទទួលបានពានរង្វាន់ Shingo Prize ដែលពានរង្វាន់នេះអាចហៅបានថាជាពានរង្វាន់ Nobel នៅក្នុងវិស័យផលិតកម្មតទៅនេះយើងមកស្វែងយល់ម្ដងមួយដោយធ្វើការបែងចែកខ្លឹមសារសំខាន់ជា3ផ្នែកផ្នែកទី1អ្វីទៅជាក្បួន Toyota ផ្នែកទី2ហេតុអ្វីបានជាអនុវត្តក្បួន Toyota ត្រូវការក្រុមការងារមួយក្រុមដែលចូលចិត្តរៀនសូត្រនិងផ្នែកទី3ដើម្បីបង្កើតក្រុមការងារដែលចូលចិត្តរៀនសូត្របានមួយក្រុមតើយើងត្រូវមានគោលការណ៍ក្នុងការគ្រប់គ្រងយ៉ាងណាខ្លះដំបូងយើងមកមើលបន្តិចសិនថាអ្វីទៅជាវិធីផលិតដ៏ល្អឯកឬក្បួន Toyota ដែលយើងបានលើកឡើងនេះបើសិនជាធ្វើការច្របាច់យកពាក្យខ្លីហើយខ្លឹមមកពិពណ៌នាក្បួនមួយនេះគឺមានតែពាក្យពីរម៉ាត់ប៉ុណ្ណោះគឺកាត់បន្ថយការខ្ជះខ្ជាយនិងកាត់បន្ថយដំណាក់កាលណាដែលមិនបង្កើតគុណតម្លៃនៅក្នុងសង្វាក់ផលិតកម្មទាំងមូលស្ដាប់ទៅគោលការណ៍នេះមិនមែនជាអ្វីដែលថ្មីថ្មោងនោះទេព្រោះរបៀបគ្រប់គ្រងបែបនេះ Taylor បានលើកឡើងតាំងពីចុងសតវត្សទី19មកម្លេះអ្នកគ្រប់គ្រងផលិតកម្មក្នុងរោងចក្រគ្រប់គ្នាសុទ្ធតែដឹងថាឲ្យតែកម្មករទំនេរគឺស្មើនឹងខ្ជះខ្ជាយធនធាននិងផលិតកម្មគ្មានប្រសិទ្ធភាពហើយការកាត់បន្ថយកាយវិការមិនចាំបាច់
កាត់បន្ថយការដើរចុះដើរឡើងនៅក្នុងរោងជាងនិងបង្កើតឲ្យមានស្តង់ដារការងារច្បាស់លាស់សម្រាប់ធ្វើការជាមួយនឹងម៉ាស៊ីនគឺជាអ្វីដែលអ្នកគ្រប់គ្រងគ្រប់រូបត្រូវយកចិត្តទុកដាក់នៅក្នុងក្បួនគ្រប់គ្រងតាមបែបវិទ្យាសាស្ត្រគេមានទស្សនៈតែមួយគត់គឺរាល់កិច្ចការទាំងអស់មិនថាធ្វើឡើងដោយមនុស្សឬក៏ម៉ាស៊ីននោះទេត្រូវតែដំណើរការបានល្អនិងមានប្រសិទ្ធភាពបំផុតមិនគួរមានអ្នកណាម្នាក់ទំនេរនោះទេតើការគ្រប់គ្រងតាមបែបវិទ្យាសាស្ត្រនិងក្បួនគ្រប់គ្រងរបស់ Toyota មានភាពខុសគ្នាយ៉ាងណាទៅក្រុមហ៊ុន Toyota មើលឃើញថាការគ្រប់គ្រងតាមបែបវិទ្យាសាស្ត្រមើលទៅហាក់បីដូចជាកាត់បន្ថយការខ្ជះខ្ជាយពិតមែនតែតាមពិតធ្វើបែបនេះគឺកំពុងតែធ្វើឲ្យមានការខ្ជះខ្ជាយកាន់តែធំទាំងមិនដឹងខ្លួនហេតុអ្វីបានជាគេហ៊ានលើកឡើងយ៉ាងដូចនេះនៅក្នុងសង្វាក់ផលិតកម្មភាគច្រើនមានតែប៉ុន្មានជំហានប៉ុណ្ណោះដែលបង្កើតបានជាប្រយោជន៍ហើយពេលវេលាភាគច្រើនរបស់កម្មករគឺបានចំណាយទៅលើកិច្ចការដែលគ្មានប្រយោជន៍អ្វីនោះឡើយនៅក្នុងសៀវភៅនេះបានលើកឡើងនៅឧទាហរណ៍មួយនេះក្នុងដំណើរការផ្គុំគ្រឿងបន្លាស់យានយន្តមួយគ្រឿងគេបែងចែកចេញជា9ជំហានដែលនៅក្នុងចំណោម9ជំហាននោះមានតែ3ជំហានប៉ុណ្ណោះដែលបង្កើតបានជាប្រយោជន៍ហើយ3ជំហាននេះបើគិតទៅគឺប្រើរយៈពេលតែ 10% ប៉ុណ្ណោះនៃដំណើរការផ្គុំគ្រឿងបន្លាស់ទាំងមូលចំណែកឲ្យពេលវេលា 90% ទៀតគឺចំណាយទៅលើការតម្រង់ជួរដឹកជញ្ជូននិងធ្វើតេស្តគុណភាពជាដើមនៅក្នុងសង្វាក់ផលិតកម្មមួយនេះបើសិនជាប្រើប្រាស់វិធីគ្រប់គ្រងតាមបែបវិទ្យាសាស្ត្រគេនឹងយកចិត្តទុកដាក់តែទៅលើដំណាក់កាលណាដែលបង្កើតប្រយោជន៍តែប៉ុណ្ណោះនោះគឺ3ជំហាននេះឯងតែ3ជំហាននោះគឺចំណាយពេលតែ 10% នៃកិច្ចការទាំងមូលប៉ុណ្ណោះដូច្នេះទោះបីជាកែតម្រូវយ៉ាងណាធ្វើវាឲ្យមានប្រសិទ្ធភាពយ៉ាងណាក៏ដោយក៏មិនបានធ្វើឲ្យសង្វាក់ផលិតកម្មទាំងមូលកាត់បន្ថយការខ្ជិះខ្ជាយបានច្រើនជាអតិបរមានោះដែរអ្វីដែលស្មុគស្មាញជាងគេនោះដើម្បីធ្វើឲ្យដំណាក់កាលទាំង3នេះមានប្រសិទ្ធភាពខ្ពស់បំផុតទាល់តែការផលិតមានចំនួនច្រើនហើយយកល្អត្រូវដំណើរការ24ម៉ោងលើ24ម៉ោងឯណោះលទ្ធផលចំពោះតិចនិចគ្រប់គ្រងបែបនេះនឹងធ្វើឲ្យមានដំណាក់កាលខ្លះផលិតបានច្រើនលើសតម្រូវការហើយបែរជាស្ទះនៅដំណាក់កាលបន្ទាប់ទៅវិញធ្វើបែបនេះបង្កើតឲ្យមានបញ្ហា3យ៉ាងទី1ចំណាយទីកន្លែងធំដើម្បីស្តុកទុកផលិតផលពាក់កណ្ដាលសម្រាប់ដែលមិនទាន់អាចយកទៅធ្វើអ្វីបានទី2រោងចក្រត្រូវខ្ជះខ្ជាយដើមទុនស្តុកទំនិញដែលមិនត្រូវការនិងទី3មិនអាចស្វែងរកបញ្ហាទាន់ពេលវេលានៅក្នុងក្បួន Toyota គេយល់ថាការបង្កើតរបស់ច្រើនលើសតម្រូវការក្នុងដំណាក់កាលណាមួយនៅក្នុងសង្វាក់ផលិតកម្មមើលទៅហាក់បីដូចជាមានប្រសិទ្ធភាពតែនេះគឺជាការខ្ជះខ្ជាយដ៏ធំធេងបំផុតចុះធ្វើបែបណាទើបអាចបង្កើនប្រសិទ្ធភាពការងារបានខ្ពស់ថែមទាំងអាចកាត់បន្ថយការផលិតលើសតម្រូវការបែបនេះបានទៅខុសគ្នាពីការគ្រប់គ្រងតាមបែបវិទ្យាសាស្ត្រដែលផ្ដោតសំខាន់តែទៅលើដំណាក់កាលបង្កើតគុណប្រយោជន៍ក្បួន Toyota យកចិត្តទុកដាក់ទៅលើដំណាក់កាលណាដែលមិនបង្កើតប្រយោជន៍ទៅវិញមានន័យថាគឺមើលទៅលើរឿងដែលយើងចំណាយពេលវេលា 90% នោះវិញតើយើងកំពុងតែខ្ជះខ្ជាយទៅលើរឿងអ្វីខ្លះដូចជាកាត់បន្ថយកុំឲ្យកម្មករដើរឆ្ងាយពេកធ្វើយ៉ាងណាមិនចាំបាច់តម្រង់ជួររង់ចាំដឹកជញ្ជូនផ្លូវណាទើបចំណេញពេលបំផុតធ្វើបែបណាទើបអាចមើលឃើញផលិតផលខូចមិនត្រូវស្តង់ដារភ្លាមជាដើមដើម្បីដោះស្រាយបញ្ហានេះ Toyota បានរកឃើញនៅដំណោះស្រាយមួយគឺបង្កើតឲ្យមានច្បាប់មួយគឺលំហូរផលិតផលតែមួយដែលគេហៅថា one piece flow នៅក្នុងច្បាប់នេះគឺតម្រូវឲ្យដាក់ដំណាក់កាលណាដែលបង្កើតប្រយោជន៍យកមកធ្វើជាមួយគ្នាក្នុងពេលតែមួយតែម្ដងគេរៀបចំការងារណាដែលទាមទារឲ្យមនុស្សជាអ្នកធ្វើដាក់នៅជិតគ្នាហើយទៅពេលដែលអ្នកទី1ធ្វើរួចហើយត្រូវបញ្ជូនទៅកាន់អ្នកបន្ទាប់ដោយមិនចាំបាច់តម្រង់ជួរទៀតនោះទេហើយដំណាក់កាលនីមួយៗត្រូវតែសារភ្ជាប់គ្នាឲ្យបានល្អនិងចំណាយពេលតិចបំផុតធ្វើបែបនេះទើបអាចកាត់បន្ថយពេលវេលាទៅលើការងារដែលមិនចាំបាច់និងអាចបង្កើនប្រសិទ្ធភាពការងារបានខ្ពស់ជាងមុនអ្នកអាចឆ្ងល់ថាធ្វើបែបនេះល្អម្យ៉ាងដែរចុះបើអ្នកទី1ធ្វើមិនទាន់ឬសង្វាក់ផលិតកម្មមានបញ្ហាគាំងស្ទះអ្វីមួយនោះអ្នកទី2ចាំទទួលធ្វើនៅខាងក្រោមមិនឈរជើងទាំងអស់គ្នាទៅហើយទេអីអ្នកគិតមិនខុសទេនេះហើយជាចំណុចខ្វះខាតរបស់ក្បួន Toyota នេះប៉ុន្តែដោយសារតែចំណុចខ្វះខាតទាំងនេះហើយដែលធ្វើឲ្យគេអាចដឹងបានភ្លាមថាកន្លែងណាមានបញ្ហាកន្លែងណារាំងស្ទះហើយគេនឹងចាត់វិធានការដោះស្រាយភ្លាមតែម្ដងនេះក៏ជាចំណុចពិសេសមួយរបស់ក្បួន Toyota ដែរនេះហើយជាហេតុផលដែលរោងចក្រធំភាគច្រើនប្រើប្រាស់ក្បួននេះនៅក្នុងការគ្រប់គ្រងរោងចក្ររបស់គេព្រោះនៅពេលដែលដាក់ក្បួននេះចូលទៅគេនឹងដឹងថាបញ្ហាកើតឡើងត្រង់ចំណុចណាភ្លាមនៅក្នុងសៀវភៅនេះគេបានលើកឡើងនៅឧទាហរណ៍មួយដែលនិយាយពីអ្នកគ្រប់គ្រងម្នាក់
ដែលទើបនឹងចាក់ចេញពីក្រុមហ៊ុន General Motors មកធ្វើការនៅក្នុងក្រុមហ៊ុន Toyota ចូលបានមួយខែដំបូងគេបានរាយការណ៍ទៅកាន់ CEO Toyota ថានៅក្នុងខែនេះសង្វាក់ផលិតកម្មរបស់យើងដំណើរការបានល្អខ្លាំងណាស់ដំណើរការជាប់រហូតមិនឈប់មួយនាទីណាឡើយប៉ុន្តែ CEO Toyota បែរជាឆ្លើយតបថានេះហើយជាអ្វីដែលអ្នកត្រូវកែលម្អរោងចក្រមួយដែលមើលទៅកម្មកររវល់ខ្លាំងធ្វើការមិនឈប់បែបនេះទោះបីជាមានបញ្ហាក៏យើងមើលមិនដឹងដែរសូមលោកបញ្ឈប់សង្វាក់ផលិតកម្មភ្លាមដើម្បីឲ្យបញ្ហាវាលេចចេញមកស្ដាប់សម្ដីរបស់ CEO ហើយអ្នកគ្រប់គ្រងម្នាក់នោះក៏ស្រឡាំងកាំងតែម្ដងថាម៉េចបញ្ឈប់សង្វាក់ផលិតកម្មព្រោះនៅ General Motors បញ្ឈប់សង្វាក់ផលិតកម្មគឺជារឿងមួយដ៏ធំដុំណាស់តែនៅ Toyota ជារឿងដែលគេឧស្សាហ៍ធ្វើជាញឹកញាប់នេះដោយសារតែនៅ Toyota គេប្រើគោលការណ៍ដ៏ល្បីល្បាញមួយទៀតដែលគេឲ្យឈ្មោះថាភ្លើង Stop and Done ការបង្កើតឲ្យមានភ្លើង Stop នៅក្នុងសង្វាក់ផលិតកម្មបែបនេះគឺបង្កើតភាពងាយស្រួលទៅដល់កម្មករជួរមុខដែលកំពុងតែបំពេញការងារហើយបើកាលណាគេប្រទះឃើញសង្វាក់ផលិតកម្មក្នុងដំណាក់កាលណាមួយមានបញ្ហាកម្មករអាចចុចភ្លើង Stop នោះហើយមេក្រុមនឹងចូលមកជួយដោះស្រាយបញ្ហាបានភ្លាមទាន់ពេលវេលាប្រសិនបើក្នុងរយៈពេល15ទៅ30វិនាទីបញ្ហានោះត្រូវបានដោះស្រាយចប់សង្វាក់ផលិតកម្មទាំងមូលនឹងដំណើរការឡើងវិញតែបើសិនជាក្នុងរយៈពេលដ៏ខ្លីនេះបញ្ហាមិនអាចដោះស្រាយបានទេនោះសង្វាក់ផលិតកម្មមួយកំណាត់នេះនឹងឈប់ដោយស្វ័យប្រវត្តិតែម្ដងនៅពេលដែលសង្វាក់ផលិតកម្មត្រូវបានបញ្ឈប់នោះកម្មករនិងមេក្រុមដែលគ្រប់គ្រងនៅទីនោះនឹងនាំគ្នាទម្លាក់ការងារក្នុងដៃចុះហើយមកជុំគ្នាដោះស្រាយបញ្ហាទាំងអស់គ្នាអ្នកប្រហែលជាគិតថាធ្វើបែបនេះប្រហែលជាអាចរកឃើញឬគល់នៃបញ្ហានិងអាចដោះស្រាយបញ្ហាទាន់ពេលវេលាមែនតែជួនកាលបញ្ហាតូចតាចនៅសុកចេះតែចុចភ្លើងប្រកាសអាសន្នបែបនេះប្រសិទ្ធភាពការងារមិនធ្លាក់ចុះទៅហើយទេអីមិនអាចនោះទេបទពិសោធន៍បង្ហាញថាការបញ្ឈប់ផលិតកម្មភ្លាមក្រោយពេលរកឃើញថាមានបញ្ហាវាមានប្រសិទ្ធភាពខ្ពស់ជាងប្រៀបធៀបទៅនឹងការផលិតជាប់ឥតឈប់ឈរតែក្រោយពេលមានបញ្ហាបែរជាត្រូវធ្វើឡើងវិញគុណភាពផលិតផលមិនត្រូវតាមស្តង់ដារហើយត្រូវចំណាយពេលវេលាយ៉ាងយូរទើបរកឃើញឫសគល់នៃបញ្ហាដែលពេលនោះប្រហែលជាអ្វីគ្រប់យ៉ាងហួសពេលអស់ទៅហើយឧទាហរណ៍ថាបើសិនជាគេឲ្យសម្បត្តិអ្នក100សម្បត្តិហើយនឹងស្រោម100ស្រោមដូចគ្នាហើយការងាររបស់អ្នកគឺបត់សម្បត្តិនោះដាក់ចូលទៅក្នុងស្រោមសម្បត្តិតើអ្នកគិតថាអ្នកនឹងបត់សម្បត្តិនោះឲ្យហើយទាំង100ហើយចាំដាក់ចូលក្នុងស្រោមសម្បត្តិលឿនជាងឬក៏អ្នកបត់សម្បត្តិហើយដាក់ចូលស្រោមសម្បត្តិម្ដងមួយតើអ្នកគិតថាវិធីណាមានប្រសិទ្ធភាពជាងបើតាមក្បួន Toyota យើងនឹងជ្រើសយកវិធីទី2ពោលគឺបត់សម្បត្តិហើយមួយដាក់ចូលក្នុងស្រោមសម្បត្តិមួយធ្វើបែបនេះម្ដងមួយរហូតអស់ស្រោមទាំង100អ្នកប្រកាសជាគិតថាបត់សម្បត្តិទាំងអស់ឲ្យហើយតែម្ដងចាំញាត់ចូលក្នុងស្រោមសម្បត្តិគឺប្រើពេលតិចជាងធ្វើទៅវាថ្នឹកដៃជាងដែរធ្វើបែបនេះមិនខុសទេតែអ្នកធ្លាប់គិតទេថាបើសិនជាសម្បត្តិណាមួយមានបញ្ហាឬញាត់បញ្ចូលដោយសារតែអ្នកបត់ធំពេកនោះសម្បត្តិទាំងអស់នឹងសុទ្ធតែញាត់បញ្ចូលប្រើការមិនកើតហើយអ្នកត្រូវបត់សារឡើងវិញទាំងអស់ពេលនោះអ្នកនឹងដឹងថាបើសិនជាខុសតែមួយគឺខុសទាំងអស់នេះគ្រាន់តែជាឧទាហរណ៍ដ៏សាមញ្ញមួយផងចុះទម្រាំស្មុគស្មាញដោយសង្វាក់ផលិតកម្មរថយន្តបែបនេះនោះតើវាទៅជាយ៉ាងណាទៅខាងលើនេះគឺជាខ្លឹមសារសំខាន់ទី1ដែលនិយាយពីលក្ខណៈពិសេសរបស់ក្បួន Toyota ដែលយើងបានលើកឡើងនៅច្បាប់2គឺទី1ច្បាប់លំហូរផលិតកម្មតែមួយ One Piece Flow ដែលយកកិច្ចការដែលជាការងារសំខាន់ដាក់ជិតគ្នាជាសង្វាក់ផលិតកម្មតែមួយដើម្បីកាត់បន្ថយការខ្ជះខ្ជាយទៅលើកិច្ចការដែលមិនបង្កើតប្រយោជន៍និងច្បាប់ទី2យើងហៅថាភ្លើង Stop and Done ដែលកម្មករជួរមុខអាចចុចភ្លើង Stop នេះបានគ្រប់ពេលវេលានៅពេលដែលគេជួបប្រទះបញ្ហាធ្វើបែបនេះអាចឲ្យមេក្រុមឬអ្នកគ្រប់គ្រងប្រទះឃើញបញ្ហាភ្លាមនិងចាត់វិធានការដោះស្រាយបញ្ហាបានឆាប់រហ័សក្បួន Toyota ដែលយើងបានលើកឡើងខាងលើនេះស្ដាប់ទៅហាក់បីដូចជាមិនពិបាកទេតែពិបាកត្រង់ការអនុវត្តបើសិនជាចង់ឲ្យក្បួនមួយនេះអនុវត្តទៅមានប្រសិទ្ធភាពស្ថាប័ននោះត្រូវបណ្ដុះវប្បធម៌មួយឲ្យក្រុមការងារមានផ្នត់គំនិតរីកចម្រើនចង់រៀនចង់សូត្របើមិនអញ្ចឹងទេវាមិនត្រឹមតែមិនបានជួយដល់ការបង្កើនប្រសិទ្ធភាពនិងប្រាក់ចំណូលជូនស្ថាប័នប៉ុណ្ណោះទេថាមិនត្រូវវាបែរជាធ្វើឲ្យប្រតិកម្មបង្កជាបញ្ហាដល់ស្ថាប័នទៅវិញទេយើងមកមើលឧទាហរណ៍ខ្លះថាបើសិនជាគេប្រើក្បួននេះមិនបានល្អវាអាចនាំរឿងអ្វីខ្លះដូចជាច្បាប់ភ្លើង Stop and Done ដែលយើងបានលើកឡើងខាងលើរឿងដែលគេតែងតែជួបញឹកញាប់ជាងគេនោះគឺនៅពេលដែលបុគ្គលិកចុចភ្លើង Stop
សង្វាក់ផលិតកម្មមួយកំណត់នោះឈប់ហើយអ្នកគ្រប់គ្រងក៏ចូលខ្លួនមកដោះស្រាយបញ្ហាដែរតែមិនដឹងថាត្រូវដោះស្រាយយ៉ាងម៉េចមានតែរាយការណ៍ទៅកាន់ថ្នាក់លើបន្តទៀតទម្រាំដល់ថ្នាក់លើចុះមកពិនិត្យរកដំណោះស្រាយម៉ាស៊ីនបានឈប់អស់កន្លះថ្ងៃទៅហើយធ្វើឲ្យសង្វាក់ផលិតកម្មទាំងមូលមានការរាំងស្ទះនេះហើយជាមូលហេតុដែលរោងចក្រភាគច្រើនយកក្បួន Toyota ទៅអនុវត្តនៅកន្លែងរបស់ខ្លួនតែបានតែមួយរយៈហាក់បីដូចជាទៅមិនរួចក៏ត្រឡប់ទៅប្រើប្រាស់វិធីដើមវិញយើងមកមើលក្រុមហ៊ុន Toyota នេះវិញតើគេប្រើប្រាស់ក្បួននេះដោយរបៀបណាដំបូងនៅពេលដែលបុគ្គលិកចុចភ្លើង stop ភ្លាមម៉ាស៊ីននឹងលែងដំណើរការហើយនៅពេលនោះគាត់មិនទាន់ចាំបាច់រាយការណ៍ទៅថ្នាក់លើភ្លាមទេគាត់ត្រូវស្វែងរកដំណោះស្រាយដោយខ្លួនឯងសិនហើយចាំស្រេចហៅមេក្រុមឲ្យមកជួយដោះស្រាយជាក្រោយដូច្នេះបុគ្គលិកនៅទីនេះត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់និងរវាសរវៃជាប់ជានិច្ចគេត្រូវប្រើដៃធ្វើនិងខួរក្បាលសម្រាប់ត្រៀមគិតគ្រប់ពេលមានបញ្ហាវប្បធម៌ផ្ទុយគ្នាពីនេះគឺមានតែក្រុមហ៊ុន Ford របស់បិតាស្ថាបនិក Henry Ford ហើយគាត់និយាយថាខ្ញុំជួលតែដៃម្ខាងប៉ុណ្ណោះហេតុអ្វីក៏មកដល់ទៅមនុស្សម្នាក់ប្រកាសណានេះគ្រាន់តែជាពាក្យដែលគេល្បីតគ្នាប៉ុណ្ណោះជាក់ស្ដែង Henry Ford បាននិយាយពាក្យនេះឬអត់គ្មានអ្នកណាដឹងនោះទេតែនេះក៏បានបង្ហាញពីវប្បធម៌ក្នុងការគ្រប់គ្រងរបស់ក្រុមហ៊ុនយក្សពីរដែលខុសគ្នាដូចមេឃហើយនឹងដីនៅក្នុងក្បួនគ្រប់គ្រងតាមបែបវិទ្យាសាស្ត្រអ្នកគ្រប់គ្រងជាអ្នកកំណត់ច្បាប់ទម្លាប់ដោះស្រាយបញ្ហាហើយបុគ្គលិកចាំតែធ្វើតាមទៅគឺបានហើយតែនៅក្នុងក្បួន Toyota វិញបុគ្គលិកគឺជាអ្នករកឃើញបញ្ហាដោយខ្លួនឯងជាអ្នកដោះស្រាយបញ្ហាដោយខ្លួនឯងនិងធ្វើការសម្រេចចិត្តចងក្រងជាបទពិសោធន៍ខ្លួនឯងចុះបើសិនជាបុគ្គលិករបស់អ្នកគ្មានសមត្ថភាពបែបនេះទេនោះតើត្រូវធ្វើយ៉ាងម៉េចទៅគ្រប់បុគ្គលិកទាំងអស់ដែលធ្វើការនៅក្រុមហ៊ុន Toyota មិនថាថ្នាក់លើថ្នាក់ក្រោមនោះទេត្រូវតែចូលរួមក្នុងការហាត់ការយ៉ាងម៉ត់ចត់និងតឹងរ៉ឹងបំផុតគេច្បាស់ណាស់ពីរបៀបក្នុងការអនុវត្តគោលការណ៍ទាំងនេះគេដឹងថាពេលណាត្រូវចុចភ្លើង stop គេដឹងថាត្រូវធ្វើអ្វីមុនធ្វើអ្វីក្រោយពេលម៉ាស៊ីនមានបញ្ហាគេថែមទាំងចេះជួសជុលម៉ាស៊ីនដែលមានបញ្ហាតិចតួចដោយខ្លួនឯងទៀតផងដូច្នេះដើម្បីអាចយកក្បួននេះទៅប្រើការបានតើតែស្ថាប័ននោះបានបង្កើតនិងរៀបចំវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហាក្នុងដំណើរការផលិតកម្មរបស់ខ្លួនឲ្យហើយសិនថែមទាំងផ្ដល់ការវឹកហាត់និងសិទ្ធិសម្រេចចិត្តដល់បុគ្គលិកហើយអនុវត្តការងារដដែលរហូតដល់គ្រប់គ្នាទម្លាប់នឹងក្បួនមួយនេះមានតែក្នុងលក្ខខណ្ឌមួយនេះប៉ុណ្ណោះទើបអនុវត្តក្បួន Toyota ទៅមានប្រសិទ្ធភាពអ្វីដែលសំខាន់ជាងនេះនោះបុគ្គលិកមិនត្រឹមតែមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាប៉ុណ្ណោះទេគឺថែមទាំងត្រូវមានការជំរុញចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហាទៀតផងបើសិនជាមានបុគ្គលិកដែលមិនមានភាពរហ័សរហួនធ្វើការឲ្យតែចប់ម៉ោងមើលឃើញបញ្ហាហើយក៏មិនចុចភ្លើង stop ទោះបីជាតាក់ទិចនិងយុទ្ធសាស្ត្រអ្នកល្អប៉ុណ្ណាក៏ដោយក៏គ្មានប្រយោជន៍ដែរផ្ទុយមកវិញនៅក្នុងការគ្រប់គ្រងតាមបែបវិទ្យាសាស្ត្របុគ្គលិកដែលធ្វើការនៅក្នុងសង្វាក់ផលិតកម្មប្រភេទនេះមិនងាយនឹងចូលខ្លួនទៅដោះស្រាយបញ្ហាដោយខ្លួនឯងនោះទេជួនកាលគាត់ឃើញហើយក៏ធ្វើមិនដឹងមិនឮដែរហេតុអ្វីទៅព្រោះពួកគាត់យល់ថាការដែលបង្កើនប្រសិទ្ធភាពការងារនេះមិនមែនជារឿងដែលល្អចំពោះពួកគាត់ប៉ុន្មានទេបង្កើនប្រសិទ្ធភាពការងារគឺជាគោលបំណងរបស់អ្នកគ្រប់គ្រងឬម្ចាស់សហគ្រាសប៉ុណ្ណោះតែបើនិយាយចំពោះពួកគាត់ជាបុគ្គលិកវិញបង្កើនប្រសិទ្ធភាពមានន័យថាពួកគាត់នឹងកាន់តែរវល់ជាងមុនគ្មានពេលសម្រាកបែបនេះគ្មានអ្នកណាចង់ធ្វើនោះទេចុះបុគ្គលិករបស់ Toyota វិញហេតុអ្វីបានជាប្រទះឃើញបញ្ហាភ្លាមចង់ចូលមកដោះស្រាយបញ្ហាដោយស្ម័គ្រចិត្តខ្លួនឯងដោយពុំចាំបាច់មានគេដាស់តឿនបែបនេះទាមទារឲ្យយើងត្រឡប់ទៅមើលវប្បធម៌របស់ក្រុមហ៊ុនគេវិញសង្វាក់ផលិតកម្មរបស់ Toyota ចែកចេញជាក្រុមតូចៗដែលមួយក្រុមមានគ្នា4ទៅ8នាក់ក្រុមនីមួយៗមានមេក្រុមម្នាក់ហើយគេមានអ្នកគ្រប់គ្រងគុណភាពម្នាក់ដែលគ្រប់គ្រង3ទៅ4ក្រុមដែលយើងហៅថា QC Quality Check មេក្រុមហើយនឹង QC នេះមិនចូលរួមក្នុងការផលិតទេទំនួលខុសត្រូវរបស់ពួកគេគឺធ្វើយ៉ាងណាធានាបាននូវប្រសិទ្ធភាពការងារនិងផ្ដល់ជាជំនួយដល់បុគ្គលិកពេលមានតម្រូវការពួកគេដើរចុះដើរឡើងនៅក្នុងរោងជាងនិងមានការប្រុងប្រយ័ត្នជានិច្ចចំពោះរឿងដែលអាចកើតឡើងជាយថាហេតុណាមួយនៅពេលដែលឃើញបុគ្គលិកណាម្នាក់ជួបបញ្ហាត្រូវការជំនួយគេនឹងរត់ទៅជួយភ្លាមធ្វើបែបនេះបុគ្គលិកនឹងមិនមានអារម្មណ៍ថាខ្លួនកំពុងដោះស្រាយបញ្ហាតែឯងនិងត្រូវស្ពាយនៅទំនួលខុសត្រូវតែម្នាក់ឯងនោះទេធ្វើបែបនេះទើបគេអាចប្រាប់មេក្រុមឬអ្នកត្រួតពិនិត្យបច្ចេកទេសភ្លាមនៅពេលដែលគេជួបបញ្ហានៅពេលដែលមានបុគ្គលិកចុចភ្លើង stop ម៉ាស៊ីនចាប់ផ្ដើមផ្អាកដំណើរការថ្នាក់ដឹកនាំគេនឹងមិនបន្ទោសអ្នកណាទាំងអស់ផ្ទុយមកវិញថ្នាក់ដឹកនាំគិតថាវាជាឱកាសដ៏ល្អមួយក្នុងការដោះស្រាយបញ្ហានិងកែលម្អឲ្យវាកាន់តែប្រសើរជាងមុន
ហើយចំពោះមតិឬគំនិតរបស់បុគ្គលិកជួរមុខថ្នាក់ដឹកនាំតែងតែយកវាមកធ្វើការពិចារណាជានិច្ចជាក់ស្ដែងនៅក្នុងសៀវភៅនេះបានលើកឡើងនៅឧទាហរណ៍មួយនេះនៅក្នុងរោងចក្រផ្គុំគ្រឿងបន្លាស់មួយរបស់ Toyota ក្នុងសហរដ្ឋអាមេរិកក្នុងរយៈពេលតែ1ឆ្នាំប៉ុណ្ណោះគេទទួលបានលិខិតបញ្ចេញមតិរបស់បុគ្គលិកជាង 80,000 ច្បាប់ក្នុងនោះ 99% នៃមតិយោបល់ទាំងនោះត្រូវបានក្រុមហ៊ុនយកមកធ្វើការអនុវត្តតាមបុគ្គលិកនៅពេលដែលឃើញក្រុមហ៊ុនអនុវត្តតាមគំនិតនិងការបញ្ចេញយោបល់របស់ខ្លួនបែបនេះពួកគេមានមោទនភាពខ្លាំងណាស់ថែមទាំងគិតថាខ្លួនជាចំណែកដ៏សំខាន់មួយនៅក្នុងក្រុមហ៊ុនទៀតផងហើយជាលទ្ធផលគ្រប់គ្នាខិតខំធ្វើការមិនលួចខ្ជិលច្រអូសឡើយបរិយាកាសការងារនឹងកាន់តែល្អប្រសើរបុគ្គលិកកាន់តែមានថាមពលធ្វើការបើសិនជាចង់ទទួលបានការកែលម្អឲ្យកាន់តែល្អប្រសើរមិនត្រូវមើលបញ្ហាតែពីសម្បកក្រៅនោះទេត្រូវជីកកកាយរកឫសគល់នៃបញ្ហាឲ្យឃើញត្រង់ចំណុចនេះ Toyota ប្រើប្រាស់គោលការណ៍ 5Why ដែលជាការសួរហេតុអ្វីរហូតដល់ទៅ5ដងនៅក្នុងសៀវភៅមួយក្បាលនេះបានលើកឡើងនៅឧទាហរណ៍មួយនេះនៅក្នុងរោងជាងគេឃើញមានលេចប្រេងម៉ាស៊ីនចេញពីម៉ាស៊ីនមួយកន្លែងវិធីក្នុងការដោះស្រាយបញ្ហាទូទៅរបស់យើងគឺភាគច្រើនគ្រាន់តែជូតចេញនៅប្រេងម៉ាស៊ីនដែលប្រឡាក់នៅលើដីហើយអង្កេតមើលបន្តិចថាវាលេចដោយសារមូលហេតុអ្វីជួសជុលវាទៅគឺចប់ហើយតែនៅរោងចក្រ Toyota វិញរឿងមិនត្រូវបានដោះស្រាយងាយៗបែបនេះទេដំបូងគេនឹងសួរថាហេតុអ្វីបានជាលេចប្រេងម៉ាស៊ីនគឺមកពីរលុងខ្ចៅបង្ហូរប្រេងបន្ទាប់មកគេសួរទៀតថាហេតុអ្វីបានជារលុងខ្ចៅបង្ហូរប្រេងគឺដោយសារតែប្រើប្រាស់គ្រឿងបន្លាស់ដែលមានគុណភាពមិនល្អគេសួរបន្តទៀតថាហេតុអ្វីត្រូវប្រើគ្រឿងបន្លាស់ដែលមានគុណភាពមិនល្អគឺដោយសារតែក្រុមហ៊ុនព្យាយាមកាត់បន្ថយទៅលើការថែទាំគ្រឿងម៉ាស៊ីនឃើញទេបញ្ហាលេចប្រេងម៉ាស៊ីនខាងលើនេះនៅពេលដែលឆ្លងកាត់ការសួរសំណួរថាហេតុអ្វីរហូតដល់ 4-5 ដងរួចមកទើបដឹងថាប្រេងម៉ាស៊ីនលេចគឺដោយសារតែក្រុមហ៊ុនកាត់បន្ថយចំណាយសោះដូច្នេះបើសិនជាចង់ដោះស្រាយបញ្ហានេះខាងផ្នែកគណនេយ្យគួរតែមានកញ្ចប់ថវិកាសមស្របមួយដើម្បីថែទាំគ្រឿងម៉ាស៊ីនឲ្យបានល្អជៀសវាងការកើតបញ្ហាដដែលនៅពេលក្រោយដែលធ្វើឲ្យខាតទាំងពេលវេលានិងថវិកាខាងលើនេះគឺជាខ្លឹមសារសំខាន់ទី2ដែល Toyota បង្កើតបរិយាកាសនិងវប្បធម៌ក្រុមហ៊ុនមួយឲ្យគ្រប់គ្នាមានភាពរហ័សរហួននឹងការងារថែមទាំងចង់ឲ្យក្រុមហ៊ុនរីកចម្រើនតែដើម្បីបង្កើតវប្បធម៌ក្រុមហ៊ុនមួយឲ្យមនុស្សគ្រប់គ្នាគោរពតាមបានមិនមែនជារឿងងាយស្រួលនោះទេវាទាមទារឲ្យអ្នកដឹកនាំយកចិត្តទុកដាក់ទៅលើកត្តាមួយចំនួននៅទីនេះអ្នកនិពន្ធឲ្យអ្នកដឹកនាំសួរខ្លួនឯង3សំណួរខាងក្រោមនេះទី1តើអ្នកហ៊ានលះបង់ធនធានចំពោះមុខដើម្បីសម្រេចគោលដៅរយៈពេលវែងមួយដែរទេបើសិនជាអ្នកចង់ឲ្យក្រុមការងារបុគ្គលិករបស់ខ្លួនរីកចម្រើនអ្នកត្រូវហ៊ានវិនិយោគទៅលើពួកគេហើយវាមិនមែនជាការងារដែលធ្វើភ្លាមបានលទ្ធផលភ្លាមនោះទេវាជាកិច្ចការមួយដែលទាមទារឲ្យយើងប្រើពេលវេលានិងធនធានជាច្រើនទី2តើអ្នកមានអាកប្បកិរិយាបែបណាចំពោះអ្នកផ្គត់ផ្គង់នឹងក្រុមការងាររបស់អ្នកខ្លះគិតថាក្រុមការងារជាកម្លាំងពលកម្មជំនួសគ្រឿងម៉ាស៊ីនតែប៉ុណ្ណោះតែតាមពិតបុគ្គលិកគឺជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនគេត្រូវការរីកចម្រើនហើយអ្នកត្រូវតែបំពាក់បំពន់សមត្ថភាពឲ្យពួកគេចំពោះអ្នកផ្គត់ផ្គង់ក៏ដូចគ្នាដែរអ្នកមិនគួរចាត់ទុកអ្នកផ្គត់ផ្គង់គ្រាន់តែជាអ្នកផ្គត់ផ្គង់នោះទេត្រូវចាត់ទុកគេជាដៃគូយុទ្ធសាស្ត្ររយៈពេលវែងនិងជួយជ្រោមជ្រែងគ្នាទៅវិញទៅមកទី3អ្នកត្រូវសួរខ្លួនឯងថាតើអ្នកប្រកាសទេថាវប្បធម៌ក្រុមហ៊ុននេះអាចបន្តទៅកាន់អ្នកជំនាន់ក្រោយបានហេតុអ្វីក៏និយាយពីផែនការបន្តវេននៅពេលនេះទៅវិញព្រោះបើសិនជាវប្បធម៌មួយមិនត្រូវបានគេថែរក្សាដល់អ្នកជំនាន់ក្រោយទេនោះវាមិនអាចយកមកធ្វើជាបទពិសោធន៍និងកែលម្អបាននោះទេគ្មានការបង្កើតថ្មីណាដែលមិនមានមូលដ្ឋានពីបទពិសោធន៍ចាស់ៗនោះទេបើនិយាយពីអ្នកស្នងតំណែងនៅក្នុងក្រុមហ៊ុន Toyota វិញគ្មានអ្នកណាម្នាក់ត្រូវបានគេជ្រើសរើសពីខាងក្រៅមកធ្វើជា CEO ដឹកនាំក្រុមហ៊ុននោះឡើយដើម្បីរក្សានៅ Zen DNA របស់ក្រុមហ៊ុននេះក្បាលម៉ាស៊ីនដឹកនាំត្រូវតែបណ្ដុះចេញពីក្នុងស្ថាប័ននេះតែម្ដងហើយគេត្រូវធ្វើការនៅទីនេះអស់ពេលជាច្រើនឆ្នាំនិងត្រូវស្គាល់ Toyota ច្បាស់ដូចបាតដៃយ៉ាងអញ្ចឹងទើបអាចមានឱកាសក្លាយជាអ្នកដឹកនាំគេបញ្ជ្រាបវប្បធម៌និងចក្ខុវិស័យរបស់ Toyota ទៅកាន់បុគ្គលិកគ្រប់លំដាប់ថ្នាក់ដោយសារតែបែបនេះហើយទើបគេកម្រឃើញក្រុមហ៊ុននេះមានសន្ទុះរីកចម្រើនលឿនឬក៏ធ្លាក់ចុះដោយកំហុកណាស់គេមានក្តីសុបិនធំតែគេធ្វើដំណើរមួយហើយដោយសារតែភាពចាស់ទុំរបស់គេនេះហើយដែលធ្វើឲ្យគេទទួលបានជោគជ័យថិតថេរនិងគ្រងតំណែងបានយូរ Toyota មានទស្សនៈមួយថាបើសិនជាឲ្យគេជ្រើសរើសរវាងទន្សាយនិងអណ្ដើកគេនឹងជ្រើសរើសយកអណ្ដើកបើសិនជាគេត្រូវជ្រើសរើសរវាងសត្វចចកនិងកាំប្រមា
គេនឹងជ្រើសយកសត្វកម្មប្រមាខាងលើនេះជាខ្លឹមសារសំខាន់សង្ខេបចេញពីសៀវភៅ The Toyota Way បើសិនជាអ្នកទាំងអស់គ្នាចង់ស្ដាប់សៀវភៅណាមួយនោះអាចធ្វើការបញ្ចេញមតិនៅក្នុងប្រអប់ comment អរគុណចំពោះការតាមដានស្ដាប់របស់អ្នកទាំងអស់គ្នាសូមអបអរសាទរអ្នកបានស្ដាប់ចប់សៀវភៅមួយក្បាលទៀតហើយ